រឿងខ្យងនិងអណ្ដើកប្រណាំងហែលទឹកនៅត្រពាំងនៅក្នុងព្រៃស្រស់ស្អាតមួយមានត្រពាំងធំមួយដែលទឹកថ្លាស្អាតនិងពោរពេញដោយសត្វរស់នៅជាច្រើននៅទីនោះមានអណ្ដើកមួយឈ្មោះធំធេងដែលហែលទឹកបានល្អនិងមានកម្លាំងខ្លាំងនៅជិតគៀមត្រពាំងមានខ្យងតូចមួយឈ្មោះស្ងប់ស្ងាត់ដែលដើរយឺតណាស់ប៉ុន្តែវាមានចិត្តមាំមួននិងមិនចូលចិត្តឲ្យអ្នកដទៃមើលងាយខ្លួនថ្ងៃមួយអណ្ដើកបាននិយាយអំនួតមុខសត្វទាំងអស់ថាក្នុងទឹកនេះគ្មាននរណាហែលលឿនជាងខ្ញុំទេសត្វត្រីនិងកង្កែបបានគាំទ្រគាត់ប៉ុន្តែខ្យងបាននិយាយយ៉ាងស្ងប់ថាល្បឿនមិនមែនជារឿងសំខាន់តែមួយទេខ្ញុំចង់ប្រកួតជាមួយអ្នកសត្វទាំងអស់ភ្ញាក់ផ្អើលហើយសើចព្រោះខ្យងយឺតខ្លាំងអណ្ដើកក៏សើចហើយយល់ព្រមប្រកួតដោយគិតថាខ្លួននឹងឈ្នះយ៉ាងងាយការប្រកួតចាប់ផ្ដើមការប្រកួតត្រូវបានរៀបចំជុំវិញត្រពាំងគោលដៅគឺហែលជុំវិញត្រពាំងមួយជុំហើយត្រឡប់មកកន្លែងដើមវិញពេលសញ្ញាចាប់ផ្ដើមអណ្ដើកហែលទៅមុខយ៉ាងលឿនទឹកក៏បែកចេញខ្លាំងខ្យងវិញចាប់ផ្ដើមយឺតតាមបណ្ដោយគែមទឹកសត្វទាំងអស់ស្រែកថាអណ្ដើកឈ្នះហើយខ្យងមិនអាចទេប៉ុន្តែខ្យងមិនឈប់ទេល្បិចប្រជារបស់ខ្យងមុនថ្ងៃប្រកួតខ្យងបានគិតផែនការមួយវាបានសុំជំនួយពីមិត្តខ្យងជាច្រើនដែលរស់នៅជុំវិញត្រពាំងខ្យងមួយបានលាក់ខ្លួននៅកន្លែងផ្សេងជុំវិញត្រពាំងពេលអណ្ដើកហែលទៅដល់កន្លែងមួយវាស្រែកថាខ្យងអ្នកនៅណាភ្លាមខ្យងមួយដែលលាក់នៅខាងមុខបានឆ្លើយថាខ្ញុំនៅទីនេះហើយអណ្ដើកភ្ញាក់ផ្អើលហើយគិតថាខ្យងលឿនជាងគេវាខំប្រឹងហែលលឿនជាងមុនប៉ុន្តែគ្រប់ពេលដែលវាសួរខ្យងតែងតែឆ្លើយពីខាងមុខការប្រយុទ្ធចុងក្រោយអណ្ដើកហែលអស់កម្លាំងប៉ុន្តែវាមិនចង់ចាញ់ទេវាខំប្រឹងហែលរហូតដល់ជិតដល់គោលដៅនៅពេលវាមកដល់ចុងក្រោយខ្យងពិតបានរង់ចាំនៅទីនោះរួចហើយសត្វទាំងអស់ភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្យងបានឈ្នះការប្រកួតបន្ទាប់ពីការប្រកួតអណ្ដើកមានអារម្មណ៍ភ្ញាក់ផ្អើលនិងខ្លាចបន្តិចវានិយាយថាតើអ្នកធ្វើដូចម្ដេចបានខ្យងញញឹមហើយនិយាយថាខ្ញុំមិនលឿនទេប៉ុន្តែខ្ញុំប្រើប្រាជ្ញានិងការសហការជាមួយមិត្តអណ្ដើកយល់ចិត្តហើយនិយាយថាខ្ញុំរៀនថាកុំអំនួតលើសមត្ថភាពខ្លួនចាប់ពីថ្ងៃនោះពួកគេក្លាយជាមិត្តល្អហើយជួយគ្នាទៅវិញទៅមកសារសំខាន់ប្រាជ្ញាអាចឈ្នះកម្លាំងការសហការជាមួយមិត្តគឺសំខាន់ណាស់កុំមើលងាយអ្នកដទៃព្រោះគេអាចមានសមត្ថភាពផ្សេងពីយើង